រ៉ពេលដែលប្តីបំពេញការប្រកិច្ចជាប្តីប្រពន្ធតែងតែសម្លឹងមើលនាឡិកានៅក្បែរនោះមិនដាក់ភ្នែករ៉ពេលដែលគ្រប់81វិនាទីប្រពន្ធនឹងស្រែកឲ្យឈប់ភ្លាមដោយមិនស្ទាក់ស្ទើរទោះបីជាខាងប្រុសកំពុងតែមានអារម្មណ៍ពុះកញ្ជ្រោលក៏ត្រូវតែបញ្ឈប់ដែរដោយសារតែប្រពន្ធអះអាងថាការលងនឹងតណ្ហាពេកនឹងធ្វើឲ្យខូចដល់ការប្រតិបត្តិធម៌របស់នាងប្តីដែលស្រឡាញ់ប្រពន្ធក៏ចេះតែតាមចិត្តនាងរហូតមកដោយគិតថាប្រពន្ធប្រហែលជាមនុស្សមិនសូវមានតណ្ហាពីកំណើតរហូតមកដល់ថ្ងៃមួយគាត់បានឃើញក្មេងប្រុសម្នាក់ធ្លាក់ទឹកដោយចៃដន្យក្នុងនាមជាសមាជិកក្រុមសង្គ្រោះគាត់ក៏បានចុះទៅជួយក្មេងប្រុសនោះឡើងមកភ្លាមនឹកស្មានមិនដល់ថាស្រាប់តែពេលនោះប្រពន្ធរបស់គាត់ស្ទុះមកអបក្មេងនោះយ៉ាងប្រញាប់ប្រញាល់អ្វីដែលធ្វើឲ្យគាត់ស្លុតចិត្តនោះគឺក្មេងប្រុសនោះបែរជាហៅប្រពន្ធគាត់ថាម៉ាក់ពេលឃើញពួកគេទាំង3នាក់អបគ្នាបុរសជាប្តីមានអារម្មណ៍ថាខ្លួនឯងគួរឲ្យអស់សំណើចណាស់ប៉ុន្តែដោយសារគាត់ជាប់មានភារកិច្ចសំខាន់គាត់នឹងមិត្តរួមក្រុមត្រូវបង្ខំចិត្តចាក់ចេញសិនលុះពេលត្រឡប់មកដល់ផ្ទះវិញគាត់ចង់សួរប្រពន្ធឲ្យដឹងរឿងច្បាស់លាស់តែប្រពន្ធបែរជាត្រៀមលិខិតសុំចិញ្ចឹមកូនទៅវិញនាងប្រាប់ថាក្មេងប្រុសដែលគាត់ជួយពេលថ្ងៃគឺជាកូនរបស់សង្សារចាស់នាងតែដោយសារគេពិនិត្យឃើញថាមានជំងឺមហារីកទើបពឹងឲ្យនាងជួយទទួលចិញ្ចឹមក្មេងនេះបុរសជាប្តីមិនជឿពាក្យកុហករបស់ប្រពន្ធឡើយគាត់ក៏សួរដេញដល់ថានាងនិងក្មេងនោះមានជាប់សាច់ឈាមនឹងគ្នាអត់ប្រពន្ធបែរជាថាគាត់គិតច្រើនទៅវិញនាងថាអ្នកប្រតិបត្តិធម៌ដំបំផុតគឺការក្បត់ចិត្តដំបំផុតគឺការក្បត់ចិត្តហេចុះនាងដំរបស់ធ្ងន់តែឲ្យប្រុសម្នាក់នោះអបនាងបានទៅវិញតើនាងច្រណែនខ្លួនឯងឬច្រណែនខ្ញុំប្រពន្ធបែរជានិយាយថាបើប្តីគិតថានាងមិនបរិសុទ្ធចាប់ពីពេលនេះទៅរឿងលើក្រែមួយខែម្ដងនោះលុបចោលទៅយ៉ាងណាក៏មានកូនហើយដែរថ្ងៃក្រោយមិនចាំបាច់ធ្វើរឿងគួរឲ្យធុញទាំងនោះទៀតទេបុរសជាប្តីដើម្បីក្តីស្រឡាញ់ទោះបីជាយល់ព្រមទទួលចិញ្ចឹមក្មេងនោះប៉ុន្តែគាត់សំណូមពរកុំឲ្យតាក់ទងមនុស្សដែលមិនពាក់ព័ន្ធទៀតយ៉ាងហោចណាស់ក៏គោរពគាត់ជាប្តីខ្លះផងស្មានថាប្រពន្ធនឹងស្ដាប់ពាក្យគាត់ចូលត្រចៀកខ្លះលុះស្អែកឡើងបុរសជាប្តីស្រាប់តែសំឡេងស្រែកពេលគាត់ស្ទុះចូលទៅក្នុងបន្ទប់ប្រពន្ធស្រាប់តែឃើញថាប្រពន្ធបាននាំសង្សារចាស់នាងមកផ្ទះដែរប្រុសពីស្ពូលនោះដោះសារថាយកមិញជូនកូនមកកូនយំមិនឲ្យគាត់ទៅទើបសុំស្នាក់នៅមួយយប់ទៅតែប្រពន្ធបែរជាស្ដីឲ្យប្តីនៅចំពោះមុខសង្សារចាស់បន្ទោសគាត់ថាចូលមកមិនគោះទ្វារខុសច្បាប់ទម្លាប់បុរសជាប្តីទ្រាំលែងបាននឹងការអាត្មានិយមរបស់ប្រពន្ធគាត់ក៏អស់ចិត្តហើយសុំលែងលះភ្លាមខ្ញុំមិនយល់ព្រមលែងទេខ្ញុំកំពុងកាន់សេលការលែងលះជាការដាច់សេលបើចង់លែងតតែចាំខ្ញុំចេញសើសិនឃើញដូច្នេះប្រុសពីស្ពូលនោះធ្វើពុតជាចង់នាំកូនចេញទៅដោយអះអាងថាមិនចង់ប៉ះពាល់ដល់អាពាហ៍ពិពាហ៍ពួកគេតែប្រពន្ធបែរជាឲ្យគេនៅទីនេះដោយសប្បាយចិត្តហើយថាបើត្រូវមានអ្នកចេញអ្នកដែលត្រូវចេញគឺជាប្តីនាងទៅវិញបុរសជាប្តីហួសចិត្តនិយាយលែងចេញពេលត្រឡប់ទៅបន្ទប់វិញគាត់ក៏ចុះហត្ថលេខាលើលិខិតលែងលះហើយបំរុងចាក់ចេញស្រាប់តែប្រពន្ធរត់តាមមកទៀតហើយស្ដីថាហេតុអ្វីត្រូវធ្វើឲ្យគ្រប់គ្នាមើលមុខគ្នាមិនចំនាងថាការឲ្យគាត់ចេញទៅគឺឲ្យទៅសំងំក្នុងបន្ទប់ពិចារណាខ្លួនឯងមិនមែនឲ្យចេញពីផ្ទះនេះទេបន្ទាប់មកមិននិយាយច្រើននាងក៏ហែកលិខិតលែងលះដែលប្តីបានត្រៀមទុកចោលហើយថានាងមិនយល់ព្រមលែងទេបើនៅតែហ៊ានគិតបែបនេះទៀតគាត់នឹងដឹងពីផលវិបាកមិនខានផលវិបាកអីតាច់សេលរបស់នាងហេចុះពេលនាងនៅឲ្យលេនហៅអបធ្វើជាម៉ាក់របស់កូនគេនាងមានគិតដល់សិលធម៌របស់នាងទេមានគិតដល់ការប្រតិបត្តិរបស់នាងទេពិតមកទៅក្រោយពីផ្ទះកំភ្លៀងប្តីហើយប្រពន្ធក៏ព្រមានគាត់មិនឲ្យនិយាយរឿងលែងលះទៀតនិយាយចប់នាងក៏ដើរចេញទៅដោយមិនងាកក្រោយពេលរសៀលបុរសជាប្តីស្រាប់តែទទួលទូរស័ព្ទពីប្រធានក្រុមថាស្អែកត្រូវបញ្ជូនគាត់ទៅតំបន់ភ្នំភាគខាងលិចដើម្បីសង្គ្រោះបន្ទាន់ហើយឲ្យគាត់ប្រញាប់លាគ្រួសារផងយប់ឡើងបុរសជាប្តីបានកក់ហាងអាហាររងចាំប្រពន្ធមកលទ្ធផលគឺចាំរហូតដល់ហាងចិត្តបិទទើបប្រពន្ធនិងឪពុកកូនប្រុសពីស្ពូលនោះមកដល់យ៉ាងយឺតយ៉ាវមិនក៏ពួកគេមកដែរអូនទើបតែចេញពីធ្វើការដងនឹងយកហៅនៅផ្ទះមិនទាន់បានញ៉ាំបាយមិនក៏មកជាមួយគ្នាអត់បានឃើញប្តីមុខមិនរីកប្រពន្ធបែរជាគិតថាគាត់ចិត្តចង្អៀតពេលយ៉ាងបាយអ្នកក៏បីអង្គុយជុំគ្នាយ៉ាងសប្បាយរីករាយដោយមិនខ្វល់ពីអារម្មណ៍ប្តីដែលនៅក្បែរនោះសោះពេលនេះហាក់ដូចជាពួកគេទាំង3នាក់ទើបជាគ្រួសារពិតប្រាកដបុរសជាប្តីមើលលែងចូលភ្នែកហើយក៏ប្រាប់ប្រពន្ធថាក្រុមការងារត្រូវបញ្ជូនគាត់ទៅជួយសង្គ្រោះតំបន់គ្រោះមហន្តរាយគ្រោះថ្នាក់ខ្លាំងណាស់មិនដូច្នេះមុនពេលចាក់ចេញលែងលះគ្នាឲ្យហើយទៅដើម្បីបំពេញបំណងពួកគេផងលទ្ធផលបែរជាឃើញថាប្រពន្ធមិនបានស្ដាប់គាត់និយាយសោះនាងកំពុងតែលងក្នុងពិភពលោកនៃមនុស្ស3នាក់របស់គេរឿងដល់ថ្នាក់នេះហើយបុរសជាប្តីអស់ចិត្តរលីងតែម្ដងគាត់ក៏ក្រោកឈររៀបចំដើរចេញស្រាប់តែពេលនោះគាត់ឃើញចង្គៀងពីដានបំរុងនឹងធ្លាក់ចុះមកគាត់ក៏ស្ទុះទៅការពារប្រពន្ធតាមសភាពកើតតែក្រោយកើតហេតុប្រពន្ធបែរជាខ្វល់តែពីប្រុសពីស្ពូលដែលរបួសដៃបន្តិចបន្តួចទៅមន្ទីរពេទ្យដោយមិនខ្វល់ពីប្តីដែលត្រូវចង្គៀងធ្លាក់ចំក្បាលសោះនៅពេលដែលសន្លប់នោះការឈឺចាប់បំផុតគឺការអស់ចិត្តអ្វីដែលហួសហេតុជាងនេះគឺដោយសារតែក្មេងប្រុសនោះមិនចូលចិត្តប្តីរបស់នាងប្រពន្ធក៏ដេញគាត់ឲ្យទៅនៅសន្តាគារសូម្បីតែកុំព្យូទ័រដែលគាត់ធ្លាប់ទិញឲ្យនាងក៏ត្រូវគេផ្ញើមកឲ្យដែរពេលបើកុំព្យូទ័រមើលក៏ឃើញសារដែលប្រុសពីស្ពូលនោះផ្ញើឲ្យប្រពន្ធគាត់ក្នុងនោះមានរូបថតស្និទ្ធស្នាលរវាងឪពុកកូនគេទាំងពីរនិងប្រពន្ធរបស់គាត់ហើយថែមទាំងយកឈ្មោះជាគ្រួសារតែមួយចូលរួមកម្មវិធីសាលារបស់កូនទៀតផងពួកគេត្រូវគ្រូអញ្ជើញឡើងឆាកដើម្បីនិយាយពីប្រវត្តិស្នេហារបស់ប្តីប្រពន្ធគេដោយក្តីរំភើបអ្នកទាំងពីរក៏ថាប់គ្នាយ៉ាងផ្អែមល្ហែមនៅលើឆាកឃើញដល់ចំណុចនេះទើបបុរសជាប្តីយល់ច្បាស់ថាមិនមានរឿងអីដែលថាធម្មជាតិមិនសូវមានតណ្ហាទេគ្រាន់តែនាងមិនស្រឡាញ់គាត់ប៉ុណ្ណោះនឹកឃើញដល់ពេលដែលរៀបការបាន5ឆ្នាំគាត់តែងតែប្រយ័ត្នប្រយែងគ្រប់យ៉ាងស្នេហាគាត់សុខចិត្តគោរពតាមជំនឿរបស់នាងគ្រប់ពេលវេលាតែងតែរកវិធីធ្វើឲ្យនាងសប្បាយចិត្តប៉ុន្តែគាត់គ្មានថ្ងៃដាស់អ្នកដែលធ្វើពុតជាដេកលក់ឲ្យភ្ញាក់បានឡើយក្រោយពេលភ្ញាក់រលឹកបុរសជាប្តីក៏ទុកសម្បត្តិឡាចុងក្រោយឲ្យប្រពន្ធរួចក៏យកវ៉ាលីចេញដំណើរទៅកន្លែងសង្គ្រោះគ្រោះមហន្តរាយដោយមិនស្ទាក់ស្ទើរប៉ុន្មានថ្ងៃក្រោយមកពេលប្រពន្ធមកសន្តាគារក៏បានឃើញសម្បត្តិដែលប្តីទុកឲ្យប៉ុន្តែនាងគិតថាវាគ្រាន់តែជាល្បិចធ្វើជាចង់ទៅតែចង់ឲ្យខាត់របស់ប្តីប៉ុណ្ណោះនាងមានអារម្មណ៍ធុញទ្រាន់ក៏បោះសម្បត្តិនោះចូលធុងសម្រាមតែរហូតដល់យប់ក៏មិនឃើញប្តីត្រឡប់មកវិញទើបនាងចង់ដឹងហើយរើសម្បត្តិនោះដើម្បីបើកមើលនឹកស្មានមិនដល់ថាពេលឃើញខ្លឹមសារក្នុងសម្បត្តិនាងបែរជាស្ដាយក្រោយយ៉ាងខ្លាំងដងគឺជាកូនរបស់ពួកនាងមែនទេមិនចាំបាច់ខំប្រឹងសម្ដែងនៅចំពោះមុខបងទេបងនឹងបំពេញបំណងអូននឹងលេងយូហោបំពេញបំណងគ្រួសារ3នាក់របស់ពួកអូននាងបានឃើញរូបថតនិងវីដេអូក្នុងកុំព្យូទ័រភ័យស្លន់ស្លោភ្លាមមិនមែនបែបហ្នឹងទេគេឆែនខ្ញុំនឹងលេងយូហោមិនមែនដូចដែលបងគិតនោះទេខ្ញុំនឹងគេពិតជាគ្មានកើតរឿងអីនឹងគ្នាទេនាងក៏ប្រញាប់ទូរស័ព្ទទៅប្តីតែទូរស័ព្ទបែរជាបិទទៅវិញពេលនេះទើបនាងមានអារម្មណ៍មិនល្អក៏ប្រញាប់ទូរស័ព្ទទៅលេខាបញ្ជាឲ្យគេជួយស៊ើបមើលថានៅទីក្រុងយ៉ាន់ឆេងពីថ្ងៃនេះមានគ្រោះមហន្តរាយនៅឯណាតំបន់ភ្នំភាគខាងលិចមានភ្លើងឆេះព្រៃច្រើនកន្លែងក្រុមសង្គ្រោះបានទៅដល់ហើយពេលនេះភ្លើងបានគ្រប់គ្រងបានខ្លះហើយប៉ុន្តែមានអ្នកសង្គ្រោះជាច្រើនអ្នកបានភ្លីជីវិតក្រុមទី2ទីក្រុងយ៉ាន់ឆេងរបស់មីឆេនដូចជាស្ថិតក្នុងបញ្ជីឈ្មោះជំនួយការសង្គ្រោះដែរ